ធ្ងន់ធ្ងរមួយផ្សេងទៀតដែលសន្លឹកសព្រួយបារម្ភខ្លាំងបំផុតនោះគឺយួនក្រុងហាណូយបានសុំដាក់ទូតជាមួយកម្ពុជាសន្លឹកសគ្មានជំរឿសទាល់តែសោះពីព្រោះខ្មែរក្រហមមួយចំនួនដែលជាអតីតខ្មែររណសេរីឬខ្មែររំដោះគឺសុទ្ធសឹងជាអតីតសហការីរបស់អង្គការលើយួនហាណូយតែទាំងអស់ការដាក់ទូតវៀតណាមហាណូយនៅកម្ពុជានោះហើយដែលជាហេតុនាំឲ្យយួនហាណូយនៅតែមានអធិបុលគ្របដណ្ដប់លើក្រុមបញ្ញវន្តខ្មែរកុម្មុយនីសឬខ្មែរក្រហមពិតប្រាកដនោះគឺលោកផាំវ៉ាន់ដាដែលធ្លាប់បានបង្ហាត់ដឹកវើនបង្រៀនសន្លឹកសឲ្យចេះធ្វើបដិវត្តកាលពីគាត់នៅក្នុងក្រុមបកកុម្មុយនីសឥណ្ឌូចិនជាមួយយួនហាណូយនោះសន្លឹកសបានស្គាល់ពីអត្តចរិតល្បិចកលពឹសពុលនៃយុទ្ធសាស្ត្ររបស់មេដឹកនាំយួនហាណូយជាច្រើនអ្នកច្បាស់ណាស់សន្លឹកសបានដាក់ទ័ពតាមបណ្ដោយព្រំដែនខ្មែរយួនថៃយ៉ាងម៉ឺងម៉ាត់រួចបង្ខំឲ្យហាណូយពិនិត្យសារឡើងវិញនៅបូរណភាពដែនដីកម្ពុជាសន្លឹកសនៅតែព្រួយបារម្ភខ្លាំងណាស់ព្រោះវៀតណាមយួនហាណូយមិនព្រមដកកងទ័ពរបស់ពួកគេចេញពីទោះបីសន្លឹកសធ្លាប់មានសេចក្តីសង្ឃឹមលើកងយុទ្ធមិត្តខ្មែរក្រហមបរិសុទ្ធដែលធ្លាប់មានទ្វេដៃវាយកទឹកដីមួយភាគតូចដែលហាណូយបានជ្រាបយកទៅក្តីនោះក៏ដោយអគ្គរដ្ឋទូតនៅកម្ពុជាលោកផាំវ៉ាន់ដាមិនពេញចិត្តនឹងសន្លឹកសបានរឹតចំណងមិត្តភាពរវាងកម្ពុជាជាមួយចិនប្រជាមានិតនោះទេអង្គការលើយួនហាណូយបានបញ្ជាខ្មែរក្រហមមួយចំនួនដែលជាអតីតខ្មែររណសេរីឬខ្មែររំដោះដែលស្ថិតក្រោមអធិបុលរបស់ខ្លួននោះបង្កើនល្បឿនកាប់សម្លាប់ពលរដ្ឋខ្មែរកាន់តែខ្លាំងឡើងជាបន្តបន្ទាប់នៅផ្ទៃក្នុងប្រទេសកម្ពុជាដោយប្រើយុទ្ធសាស្ត្រខ្ចីដៃខ្មែរកូនអង្គការដែលចាញ់ល្បិចកលយួនហាណូយសម្រាប់ជាតិសាសន៍ខ្មែរខ្លួនឯងនៅតាមព្រំដែនខ្មែរយួនថ្ងៃទី16ខែធ្នូឆ្នាំ1977កងទ័ពយួនហាណូយបានបើកការវាយប្រហារឈ្លានពានកម្ពុជាតែបានត្រូវកងយុទ្ធមិត្តខ្មែរក្រហមពិតប្រាកដវាយសម្ពងរុញច្រានចេញវិញការឈ្លានពានរបបកម្ពុជាប្រជាធិបតេយ្យនេះហើយដែលបណ្ដាលឲ្យកងយុទ្ធមិត្តខ្មែរក្រហមពិតប្រាកដវាយបកតបវិញយ៉ាងខ្លាំងក្លារហូតឈានចូលទៅដល់ក្នុងទឹកដីកម្ពុជាក្រោមហៅវៀតណាមខាងត្បូងសប្តាហ៍ថ្ងៃចំណុចនេះហើយដែលយួនហាណូយបានយកលេសមួយបង្កាច់ថាកម្ពុជាខ្មែរក្រហមពិតប្រាកដវាយលុកលុយវៀតណាមមុនថ្ងៃទី31ខែធ្នូឆ្នាំ1977សន្លឹកសបានផ្ដាច់ការទូតរវាងវៀតណាមហាណូយកម្ពុជាថ្ងៃទី3ខែវិច្ឆិកាឆ្នាំ1978សហភាពសូវៀតនិងហាណូយបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព25ឆ្នាំការកាត់សម្លាប់ពលរដ្ឋខ្មែរបំបិទសិទ្ធិសេរីភាពនៅកម្ពុជាទើបបណ្ដាលឲ្យមានកិច្ចសហអន្តរាគមន៍នៃអង្គការសិទ្ធិមនុស្សអន្តរជាតិបានបើកកិច្ចប្រជុំមួយនៅប្រទេសស្វីសជាបន្ទាន់បន្ទាប់ពីបានទទួលសេចក្តីរាយការណ៍ពីអង្គការសិទ្ធិមនុស្សអន្តរជាតិដែលតាក់ទងទៅនឹងរបបប្រល័យពូជសាសន៍ក្រោយថ្ងៃ17មេសាឆ្នាំ1975ទើបអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សបានរៀបចំគម្រោងបើកកិច្ចសហអន្តរាគមន៍ត្រួតពិនិត្យស្តីពីសិទ្ធិមនុស្សនៅកម្ពុជានាថ្ងៃទី15ខែមករាឆ្នាំ1979ជាកំហិតព្រឹត្តិការណ៍ខ្មែរសម្លាប់ខ្មែរយ៉ាងសាហាវព្រៃផ្សៃបែបនេះបានធ្វើឲ្យពិភពលោកស្មុគស្មាញគិតមិនយល់ដោយរួមទាំងខ្មែរមួយចំនួនតូចដែលបានរួចផុតពីស្លាប់ក្រោយថ្ងៃ17មេសាឆ្នាំ1975និងក្នុងរបបកម្ពុជាប្រជាធិបតេយ្យនិងកូនខ្មែរជំនាន់ក្រោយរកការស្វែងយល់ជឿសឹងពុំកើតអង្គការលើយួនហាណូយបានប្រើយុទ្ធសាស្ត្រកកូកកាយនយោបាយឈានទៅរកយុទ្ធសាស្ត្រជំហានទី2ក្នុងការឈ្លានពានកម្ពុជានៅក្នុងទ្រង់ទ្រាយបំផាន់មតិជាតិខ្មែរនិងអន្តរជាតិឲ្យយល់ច្រឡំការឈ្លានពានប្រែក្លាយជាការរំដោះសង្គ្រោះប្រល័យពូជសាសន៍ខ្មែរបន្តរហូតដល់សព្វថ្ងៃនេះអង្គការលើយួនហាណូយក្រោយពីបានដឹងថាអង្គការសហប្រជាជាតិត្រូវបើកកិច្ចសហប្រតិបត្តិការត្រួតពិនិត្យផ្នែកសិទ្ធិមនុស្សនៅកម្ពុជានាថ្ងៃទី15ខែមករាឆ្នាំ1979នោះមកយួនហាណូយបាន
រៀបចំផែនការសម្ងាត់មួយត្រូវវាយឈ្លានពានកម្ពុជាឲ្យបានមុនថ្ងៃទី15មករាដែលអង្គការសិទ្ធិមនុស្សអន្តរជាតិត្រូវចូលត្រួតពិនិត្យកម្ពុជាហេតុនេះបើមិនមានថ្ងៃ17មេសា1975ទេនោះគឺពិតជាមិនមានថ្ងៃ7មករា1979នោះដែរក្រុមខ្មែរកុម្មុយនីសឬខ្មែរក្រហមបរិសុទ្ធគ្រប់គ្រងរបបកម្ពុជាប្រជាធិបតេយ្យពីរោះតែឈ្មោះប៉ុន្តែយុទ្ធសាស្ត្រនិងផែនការសម្រាប់ខ្មែរដោយអង្គការលើយួនហាណូយទាំងស្រុងក៏មិនខុសពីរាជរដ្ឋាភិបាលភ្នំពេញបច្ចុប្បន្នគ្រប់គ្រងកម្ពុជាតែឈ្មោះតែរដ្ឋអំណាចត្រួតត្រាបំផ្លាញសេដ្ឋកិច្ចខ្មែរគ្រប់វិស័យសម្រាប់ខ្មែរបន្តសន្សំសន្តិដោយអង្គការលើយួនក្រុងហាណូយដដែលពាក្យចាស់បុរាណលោកពោលថាគោចាស់ផ្លាស់កន្លងថ្មីសម្រាប់ខ្មែរគឺនៅតែសម្លាប់អង្គការលើយួនហាណូយបានបញ្ជាខ្មែរក្រហមមួយចំនួនដែលជាអតីតខ្មែររណសិរ្សឬខ្មែររំដោះដោយរួមទាំងខ្មែរវៀតមិញដែលត្រូវបានបញ្ជូនទៅរៀនអប់រំនយោបាយនៅហាណូយកាលពីឆ្នាំ1953 1954ដើម្បីបង្កើតក្រុមរណសិរ្សសង្គ្រោះជាតិមួយនៅថ្ងៃទី2ខែធ្នូឆ្នាំ1978ក្រុមខ្មែររណសិរ្សសង្គ្រោះជាតិទីធ្នូដែលស្ថិតក្រោមឥទ្ធិពលនៃអង្គការលើយួនហាណូយបានចែកចេញជា3ក្រុមក្រុមទី1ដឹកនាំដោយហេងសំរិនជាស៊ីមហ៊ុនសែនក្រុមទី2ដឹកនាំដោយសាយភូថងទាបាញ់ចារៀងដែលស្ថិតនៅតាមបណ្ដោយព្រំដែនខ្មែរថៃនិងក្រុមទី3ដឹកនាំដោយប៉ែនសុវណ្ណរស់សម័យជាសពកែវចិន្តាដែលត្រូវបានបញ្ជូនទៅហាត់វឹកវើអប់រំនយោបាយនៅហាណូយកាលពីឆ្នាំ1954នោះថ្ងៃទី25ខែធ្នូ1978កងទ័ពវៀតណាមយួនហាណូយចាប់ផ្ដើមវាយសម្រុកឈ្លានពានកម្ពុជាសាជាថ្មីទៅតាមផែនការកំណត់សម្រាប់ទិសដៅក្នុងយុទ្ធសាស្ត្រឈ្លានពានក្រុមទាំង3ខាងលើនេះគឺសុទ្ធសឹងជាក្រុមដែលប្រឆាំងនឹងក្រុមបញ្ញវន្តខ្មែរកុម្មុយនីសឬខ្មែរក្រហមពិតប្រាកដសាឡុតសខៀវសំផននួនជានួនខឿនសុនសេនអៀងសារីទីវអល់តាមមុខក្តីនោះដែលមាននិន្នាការនយោបាយចិនប៉េកាំងប្រឆាំងជាមួយអង្គការលើយួនហាណូយវៀតទីនិយមប្រឡាយពុជសាសន៍ដោយរួមទាំងកងទ័ពយួនក្រុងហាណូយចាត់បង្ខំប្រមាណ25កងពលធំបានវាយឈ្លានពានកម្ពុជាយ៉ាងខ្លាំងក្លាដែលមានរថពាដែកធុនតេ54ដែលគ្រាប់បេ40របស់ក្រុមខ្មែរក្រហមសាឡុតសខៀវសំផនបាញ់មិនឆេះរួមទាំងយន្តហោះចម្បាំងឧទ្ធម្ភាគចក្ររបស់ក្រុងហាណូយបានទម្លាក់គ្រាប់បែករួមទាំងបាញ់សែងពលផងដែរចំណុចនយោបាយស្ទើរភ្លើងនៃមេដឹកនាំខ្មែរក្រហមពិតប្រាកដថ្ងៃទី29ធ្នូ1978សាឡុតសនៅស្រែកមានអំណួតថាកងយុទ្ធមិត្តខ្មែរក្រហមយើងមានចិត្តក្លាហានមោះមុតប្រយុទ្ធមានព្រៀបលើទ័ពវៀតណាមហាណូយដដែលការស្រែកបែបនេះគឺគ្រាន់តែបង្កើនស្មារតីប្រយុទ្ធចំពោះកងយុទ្ធមិត្តខ្មែរក្រហមប៉ុណ្ណោះតែការពិតគឺត្រូវបរាជ័យនោះទៅវិញទេពីព្រោះប្រទេសសម្ព័ន្ធមិត្តមិនអាចចូលជួយកម្ពុជាបានថ្ងៃ7មករា1979គឺពិតជាថ្ងៃផែនការយួនហាណូយឈ្លានពានកម្ពុជាប្រឡាយពូជសាសន៍ខ្មែរបន្តនិងមិនមានគុណសម្បត្តិឬគុណវិបត្តិអ្វីនោះឡើយក្រោយពីបានទទួលជ័យជំនះដោយការឈ្លានពានកម្ពុជាថ្ងៃ7មករា1979នោះមកអង្គការលើយួនហាណូយបានចាប់លើកបន្ទប់ក្រុមខ្មែរក្រហមអតីតខ្មែររណសិរ្សឬខ្មែររំដោះនិងខ្មែរវៀតមិញមួយចំនួនដែលជាមនុស្សសំខាន់របស់អង្គការលើបានបង្កើតរដ្ឋាភិបាលរបបថ្មីមួយដែលស្ថិតនៅក្រោមឥទ្ធិពលនៃរដ្ឋអំណាចអង្គការចាត់តាំងមានឈ្មោះហៅថាសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលមានហេងសំរិនជាប្រមុខរដ្ឋស្របច្បាប់របស់ក្រុងហាណូយនៅថ្ងៃទី11ខែមករាឆ្នាំ1979រដ្ឋាភិបាលហេងសំរិនបានរៀបចំរចនាសម្ព័ន្ធតាមបញ្ជានៃផែនការចាត់តាំងអង្គការយួនហាណូយទៅតាមមូលដ្ឋានខេត្តក្រុងក្នុងផ្ទៃប្រទេសកម្ពុជាដោយខ្មែរចាត់តាំងខ្មែរតគ្នាដូចជាមេក្រុមភូមិឃុំសង្កាត់ស្រុកខេត្តក្រុងដែលស្ថិតក្រោមការឃ្លាំមើលនៃអង្គការភ្នែកបណ្ដោះយួនហាណូយទាំងអស់ដែលហៅថាជំនាញការហាណូយនោះសូម្បីតែមេរដ្ឋាភិបាលហេងសំរិនក៏ដូចគ្នានោះដែរ
ឆ្នាំ1980អង្គការលើយួនហាណូយបានចាប់អនុវត្តផែនការប្រឡាយពូជសាសន៍ខ្មែរបន្តព្រោះយួនហាណូយមានការសោកស្ដាយយ៉ាងខ្លាំងដោយមានបានសម្លាប់ខ្មែរឲ្យដាច់ពូជក្រោយថ្ងៃ17មេសាឆ្នាំ1975ដូច្នេះយុទ្ធសាស្ត្រយួនហាណូយសម្លាប់ខ្មែរតាមរយៈកំណែនផែនការក5មានន័យថាកែងកម្លាំងកាប់ឆ្ការព្រៃចំការមីនការពារព្រំដែនកម្ពុជាគឺនៅក្នុងព្រៃតាមបណ្ដោយព្រំដែនខ្មែរថៃដោយរួមទាំងព្រៃមួយចំនួនទៀតនៅក្នុងផ្ទៃប្រទេសកម្ពុជាដូចជាចំការមីនព្រៃដំរីកូនព្រៃអាយ៉ងដែលស្ថិតនៅក្នុងស្រុកសូត្រនិគមខេត្តសៀមរាបជាដើមឡាក់បានបណ្ដាលឲ្យពលរដ្ឋខ្មែរស្លាប់និងរងរបួសប្រមាណ5សែននាក់មានខ្លះស្លាប់ដោយច្រនមីនខ្លះកំបុតដៃកំបុតជើងពីការខ្លះស្លាប់ដោយជំងឺគ្រុនចាញ់ផែនការក5នេះអង្គការយួនហាណូយបានចាត់អនុវត្តពីឆ្នាំ1980រហូតដល់ឆ្នាំ1985ខែមិថុនាឆ្នាំ1981គណៈបកប្រជាជនកម្ពុជាដែលជាកូនជើងរបស់យួនហាណូយនោះបានបើកសម័យប្រជុំពេញអង្គមួយនៅភ្នំពេញអង្គការលើយួនហាណូយបានតែងតាំងហេងសំរិនជាប្រធាននីតិបញ្ញត្តិនិងនីតិប្រតិបត្តិជាស៊ីមជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃហ៊ុនសែនរដ្ឋមន្ត្រីក្រសួងការបរទេសប៉ែនសុវណ្ណដែលជាអគ្គលេខាបកប្រជាជនកម្ពុជាត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីទី1ជំនួសហេងសំរិនវិញនាយករដ្ឋមន្ត្រីប៉ែនសុវណ្ណក្រោយពីបានក្តោបក្តាប់អំណាចពេញដៃទាំងផ្នែកសេដ្ឋកិច្ចយោធាលោកមានមនសិការឆន្ទៈត្រូវការកែតម្រង់នយោបាយដែលស្ថិតនៅក្រោមអធិបតេយ្យនៃអង្គការយួនហាណូយដោយជំទាស់រាល់ការចុះហត្ថលេខានៃកិច្ចព្រមព្រៀងរវាងហាណូយកម្ពុជាដោយអនុញ្ញាតឲ្យប្រជាជនវៀតណាមហូរចូលតាំងទីលំនៅក្នុងប្រទេសកម្ពុជាដែលខុសច្បាប់ជាតិនិងអន្តរជាតិរួមទាំងយុទ្ធសាស្ត្រសម្លាប់ខ្មែរតាមរយៈផែនការក5ជាដើមលោកប៉ែនសុវណ្ណមានទំនាក់ទំនងជាមួយសហភាពសូវៀតរំលងអង្គការលើយួនហាណូយព្រោះលោកមានឆន្ទៈដឹកនាំប្រទេសមិនស្ថិតក្រោមឥទ្ធិពលអង្គការយួនហាណូយទោះបីកម្ពុជាដឹកនាំតាមបែបលទ្ធិកុម្មុយនីសក៏ដោយចំណុចត្រង់នេះគឺមិនខុសគ្នានឹងក្រុមខ្មែរកុម្មុយនីសលើយួនក្រុងហាណូយដោយធ្វើការចោទប្រកាន់ថាលោកប៉ែនសុវណ្ណគឺជាមនុស្សជ្រុលនិយមបំបែកបំបាក់សាមគ្គីភាពរវាងហាណូយកម្ពុជាទើបមានការចាប់ខ្លួនលោកនៅខែធ្នូឆ្នាំ1981បញ្ជូនទៅដាក់គុកនៅហាណូយអស់រយៈពេលជាង10ឆ្នាំក្រោយពីចាប់ខ្លួនលោកប៉ែនសុវណ្ណអង្គការលើយួនហាណូយបានតែងតាំងលោកច័ន្ទស៊ីជានាយករដ្ឋមន្ត្រីទី1ជំនួសវិញលោកច័ន្ទស៊ីត្រូវប្រឈមមុខយ៉ាងធ្ងន់ធ្ងរដោយការគៀបសង្កត់ពីអង្គការបកយួនក្រុងហាណូយគឺអាណាគមកិច្ចយួនហាណូយហូរចូលកម្ពុជាករណីខ្លះលោកច័ន្ទស៊ីមិនអាចទទួលយកបានតាមផែនការនៃអង្គការបកយួនក្រុងហាណូយវាទីនិយមឈ្លានពានកម្ពុជាប្រឡាយពូជសាសន៍ខ្មែរបានជាដាច់ខាតគឺដោយសារសតិសម្បជញ្ញៈមនសិការរបស់លោកគឺស្លាប់រស់ក្នុងបុព្វហេតុដ៏ត្រឹមត្រូវចំពោះជាតិខ្មែរលោកច័ន្ទស៊ីត្រូវបានអង្គការបកក្រុងហាណូយបានសម្លាប់ដោយអាថ៌កំបាំងនៅក្នុងមន្ទីរពេទ្យក្រុងមូស្គូប្រទេសរុស្ស៊ីនៅថ្ងៃទី1ខែធ្នូឆ្នាំ1984គឺនៅចុងឆ្នាំដោយការចាប់ខ្លួនលោកប៉ែនសុវណ្ណនោះដែរតើនៅចុងឆ្នាំ2012ខាងមុខនេះមានមន្ត្រីខ្មែរសំខាន់នៃគណៈបកប្រជាជនកម្ពុជារូបណាខ្លះត្រូវអង្គការបកយួនក្រុងហាណូយត្រូវផ្លាស់ប្ដូរឬសម្លាប់ចោលនោះដែរដូចជាការដេកស្លាប់ដាច់សរសៃឈាមឬចាំងដេះដូងជាដើមឡើយ